លោកដូណាល់ត្រាំនិយាយថានៅពេលរួចដៃពីសង្គ្រាមអ៊ីរ៉ង់លោកនឹងងាកមកចាត់ការគុយបាវិញម្ដងទីក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំថ្លែងថាបន្ទាប់ពីលោករួចដៃពីសង្គ្រាមនៅអ៊ីរ៉ង់លោកនឹងងាកទៅចាត់ការប្រទេសគុយបាវិញម្ដងលោកទស្សន៍ទាយទុកជាមុនថារបបដឹកនាំកុម្មុយនីសនៅគុយបាមកតែដួលរលំឆាប់ៗនេះជាមិនខានឥឡូវនេះគុយបាកំពុងប្រឈមមុខនឹងបញ្ហាលំបាកខ្លាំងដោយសារអាមេរិកបិទគប់មិនឲ្យដឹកប្រេងចូលប្រទេសគុយបាបានឡើយលោកត្រាំអះអាងថាគុយបាចង់ចរចាគ្នាឲ្យមានកិច្ចព្រមព្រៀងលោកថ្លែងដូចនេះមួយថ្ងៃបន្ទាប់ពីលោកព្រមានថានឹងចាត់វិធានការអ្វីម្យ៉ាងទៅលើគុយបាបន្ទាប់ពីរួចដៃពីសង្គ្រាមនៅអ៊ីរ៉ង់លោកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថាយើងពិតជាកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះយើងនៅមានពេលខ្លះដែរ50ឆ្នាំហើយដែលគុយបាល្មមដល់ពេលដូរហើយលោកថារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rubio នឹងក្លាយជាមនុស្សដំបូងគេដែលជន់ទឹកដីគុយបាគាត់កំពុងបំពេញការងារមួយចំនួនលោក Donald Trump និងលោក Rubio បាននិយាយជាចំហត្រូវតែដូររបបដឹកនាំនៅគុយបាបន្ទាប់ពីវាយប្រហារវេណេស៊ុយអេឡានិងចាប់ខ្លួនលោក Maduro ទៅញូវយ៉កលោក Trump ឆ្លៀតព្រមានប្រទេសដទៃទៀតដូចជាគុយបា មេស៊ីកូ កាណាដា និងកូឡុំប៊ីជាដើមអ្នកសម្របសម្រួលរបស់ក្រសួងការបរទេសអាមេរិកទទួលបន្ទុកខាងកិច្ចការគុយបាលោក Rob Allison ទើបតែជួបជាមួយអ្នកតំណាងជាន់ខ្ពស់វិហារកាតូលិកនេះបើយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម X របស់ស្ថានទូតអាមេរិកប្រចាំទីក្រុង La Havana ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ថាតើការជួបគ្នានោះកើតឡើងនៅពេលណាទេស្ថានទូតបានបង្ហោះរូបថតលោក Rob Allison និងភាធារីស្ថានទូតនៅគុយបាលោក Mike Hammer ជួបជាមួយមន្ត្រីជាន់ខ្ពស់កាតូលិកលោកត្រាំធ្លាប់និយាយញយដងថារបបដឹកនាំនៅគុយបារកកលនឹងដួលរលំដោយមិនចាំបាច់លោកប្រើកម្លាំងធ្វើអន្តរាគមន៍ទេនៅក្នុងការប៉ុនប៉ងជួនបន្លិចឲ្យឆាប់ដួលរលំលោកសម្រេចចិត្តបិទគប់មិនឲ្យមានប្រេងឬឥន្ធនៈដទៃទៀតដឹកចូលគុយបាបានឡើយចាប់តាំងពីថ្ងៃទី9ខែមករារហូតមកដល់ពេលនេះគ្មានកប៉ាល់ណាមួយដឹកប្រេងចូលគុយបាទេជាហេតុធ្វើឲ្យក្រុមហ៊ុនអាកាសចរនានាលុបចោលឬពន្យាជើងហោះហើរទៅកាន់គុយបារដ្ឋាភិបាលទីក្រុង La Havana ចោទប្រកាន់លោក Donald Trump ថាចង់ខ្ទប់ដង្ហើមគុយបាឲ្យស្លាប់ទាំងចំហតែម្ដងមែនតើទៅគុយបាប្រឈមនឹងបញ្ហាខ្វះថាមពលនិងប្រេងឥន្ធនៈមិនមែនទើបតែពេលនេះទេប្រទេសនេះជួបប្រទះនឹងបញ្ហានេះរាប់ឆ្នាំមកហើយប្រទេសនេះខ្វះខាតប្រេងឥន្ធនៈថ្នាំពេទ្យនិងស្បៀងអាហារថ្មីនេះអាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនដឹកប្រេងឆៅចូលគុយបាក្នុងបរិមាណតិចតួចមូលហេតុដែលធ្វើឲ្យមន្ត្រីស្ថានទូតអាមេរិកតាក់ទងទៅវិហារកាតូលិកនៅគុយបាព្រោះវិហារនេះដើរតួជាអ្នកសម្របសម្រួលរវាងបញ្ហាទីក្រុងវ៉ាស៊ីនតោននិង La Havana សម្ដេចសង្ឃកាតូលិក Pope Francis ដែលបានសគត់ទៅហើយធ្លាប់ជួយចរចាគ្នារហូតដល់ប្រទេសទាំងពីរដាក់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅក្នុងឆ្នាំ2015កាលពីជំនាន់លោកអូបាម៉ាកាន់អំណាច